នៅទីបំផុតការសម្រេចរបស់ប្រធានសហព័ន្ធកីឡា Kickboxing កម្ពុជាបានសម្រេចការប្រកួតរវាងកីឡាករសុផាតមេសាជាមួយនឹងកីឡាករគឿមសុវណ្ណាយ៉ាងដូចនេះបងប្អូនប្រិមិត្តប្រសិនមកមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរបាទអញ្ចឹងបងប្អូនប្រហែលជាដឹងហើយបាទវីដេអូមុនក៏ខ្ញុំនិយាយតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករសុផាតមេសាជាមួយនឹងកីឡាករគឿមសុវណ្ណារួចមកហើយបាទប៉ុន្តែគ្រាន់តែអត់ទាន់មានការសម្រេចកាត់សេចក្តីដោយរបៀបណាគ្រាន់តែខ្ញុំបានប្រាប់ថាប្រធានសហព័ន្ធកីឡា Kickboxing កម្ពុជានឹងធ្វើការពិនិត្យនៅវីដេអូឡើងវិញនិងពិនិត្យនៅការសម្រេចចិត្តរបស់អង្គចៅក្រមអាជ្ញាកណ្ដាលដែលកាត់សេចក្តីនៅក្នុងការប្រកួតរវាងកីឡាករសុផាតមេសាជាមួយនឹងកីឡាករគឿងសុវណ្ណាឥឡូវនេះចេញជាផ្លូវការហើយបងប្អូនបាទចេញជាផ្លូវការហើយការប្រកួតក៏ដូចជាលទ្ធផលនៃការប្រកួតរបស់កីឡាករសុផាតមេសាជាមួយនឹងកីឡាករគឿមសុវណ្ណាបាទអញ្ចឹងជាលទ្ធផលអាដាមហេងសុខុនដែលជាប្រធានសហព័ន្ធកីឡាផ្ដាល់ Kickboxing បាទកម្ពុជាបានធ្វើការកាត់សេចក្តីបាទបន្ទាប់ពីមើលពិនិត្យវិច័យមើលលទ្ធផលក៏ដូចជាវីដេអូឡើងវិញឃើញថាការប្រកួតនោះគឺកីឡាករសុផាតមេសាឈ្នះបាទឈ្នះបាទទៅលើកីឡាករគឿមសុវណ្ណាពិតមែនបាទអញ្ចឹងឥឡូវនេះសម្រាប់ឲ្យលទ្ធផលគឺឲ្យកីឡាករសុផាតមេសាជាអ្នកឈ្នះហើយពានបានទៅលើកីឡាករផាតសុផាតមេសាខណៈដែលថវិកាឧបត្ថម្ភលើអ្នកឈ្នះនោះគឺនៅតែបានទៅលើកីឡាករសុវណ្ណាដដែលបាទគឿមសុវណ្ណាដដែលដោយសហព័ន្ធកីឡា Kickboxing សម្រាប់ផ្ដល់ប្រាក់បន្ថែមឲ្យកីឡាករសុផាតមេសាទឹកប្រាក់ចំនួន2លានរៀលបន្ថែមបាទរួមជាមួយនឹងពានមួយដែលគាត់វាយទៅដើមជាមួយនឹងកីឡាករគឿមសុវណ្ណាហ្នឹងបាទមែនតើទៅការប្រកួតនោះអ្នកដែលឈ្នះទទួលបានថវិកា6លានរៀលរួមជាមួយនឹងពានមួយបាទតែឥឡូវនេះពានបានទៅលើសុផាតមេសារួមជាមួយនឹងថវិកាក្រៅបាទឧបត្ថម្ភដោយសហព័ន្ធកីឡាផ្ដាល់ Kickboxing បាទទៅលើសុផាតមេសាចំនួន2លានបាទអញ្ចឹងសុវណ្ណាគាត់នៅទទួលបានប្រាក់6លានដដែលទេបាទហើយមួយទៀតបាទសុផាតមេសាមានឱកាសមួយទៀតគឺឱកាសបានឡើងទៅវាយវគ្គជំរុះខ្សែក្រវ៉ាត់តែម្ដងបាទអញ្ចឹងមែនតើបាទឱកាសរបស់កីឡាករសុផាតមេសាអញ្ចឹងគេហៅថាក្នុងគ្រោះមានលៀបណាបងប្អូនបាទក្នុងគ្រោះមានលៀបបាទអញ្ចឹងសុផាតមេសាលទ្ធផលចាញ់ហើយឥឡូវនេះបែរជាឈ្នះទៅវិញបាទទោះបីជាអាទឹកប្រាក់6លានរៀលគាត់មិនបានក៏ពិតមែននៅតម្លៃខ្លួនអ្នកឈ្នះប៉ុន្តែគាត់បាន2លានបាទគាត់បាន2លានដែរអញ្ចឹងអាចថារៀងខាត4លានបាទតែអ្វីដែលខាតមិនខាតមិនដឹងទេព្រោះថាទោះបីជាគាត់ចាក់គឿមសុវណ្ណាក៏ពិតមែនប៉ុន្តែទឹកប្រាក់តម្លៃខ្លួនដែលគាត់ចាញ់បាទក្នុងនាមជាកីឡាករដែលវគ្គការប្រកួតវគ្គផ្ដាច់ព្រាត់ម៉ារ៉ាតុននោះក៏រៀងបានគួរសមដែរបាទបានគួរសមដែរទៅហើយបាទអញ្ចឹងរវាងកីឡាករសុផាតមេសានិងកីឡាករគឿមសុវណ្ណាបងប្អូនយល់យ៉ាងណាដែរនៅការកាត់សេចក្តីរបស់អាដាមហេងសុខុនដែលជាប្រធានសហព័ន្ធ Kickboxing កម្ពុជាធ្វើការសម្រេចយ៉ាងដូចនេះហើយមួយទៀតសុវណ្ណាក៏គាត់មិនទាន់អស់ឱកាសដែរបាទខាងសហព័ន្ធកីឡាផ្ដាល់ Kickboxing នឹងផ្ដល់ឱកាសឲ្យសុវណ្ណាមានឱកាសប្រកួតមួយជុំទៀតបាទមួយជុំទៀតគឺការប្រកួតលេងម៉ារ៉ាតុននេះឯងបងប្អូនបាទអញ្ចឹងសុវណ្ណាអាចមានឱកាសប្រកួតមួយជុំទៀតហើយចៃដន្យគាត់ឈ្នះអីគាត់អាចឡើងទៅចូលលេងខ្សែក្រវ៉ាត់បាទចូលលេងទៅដើមខ្សែក្រវ៉ាត់តែម្ដងស្រួលវិលជុំចុះវិលជុំឡើងប៉ះជាមួយនឹងសុផាតមេសាអាចធ្វើឲ្យកក្រើកកម្មវិធីនោះទៀតក៏ថាបានដែរបាទអញ្ចឹងការប្រកួតនេះហើយក៏ដូចជាការកាត់សេចក្តីនេះបងប្អូនយល់យ៉ាងណាដែរបើសម្រាប់លោកគ្រូម៉ាក់សមឿនដែលជាពូក៏ដូចជាគ្រូបង្វឹកផ្ទាល់របស់កីឡាករសុផាតមេសាក៏បានយល់ព្រមយល់ស្របទៅតាមការសម្រេចចិត្តរបស់ប្រធានសហព័ន្ធកីឡា Kickboxing រួចមកហើយក៏ដូចជាខាងកីឡាករគឿមសុវណ្ណារួមជាមួយនឹងអ្នកពាក់ព័ន្ធខាងក្លឹបរបស់គឿមសុវណ្ណាក៏ទទួលយកនៅលទ្ធផលនេះដែរហើយអ្វីដែលសំខាន់បងប្អូនបាទ
គឺថាបន្ទាប់ពីពិនិត្យបច្ច័យនៅលទ្ធផលឃើញហើយបាទគឺថាមន្ត្រីអាជ្ញាកណ្ដាលបាទក៏មានពាក់ព័ន្ធទៅរឿងនេះដែរបាទគឺរងការពិន័យបាទគឺពិន័យព្យួររហូតទៅដល់4សប្តាហ៍បងប្អូនបាទចឹងនេះក៏ជារឿងដែលបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរក៏ដូចជា Kickboxing ចង់បានបន្ទាប់ពីឃើញបញ្ហាឃើញការថាខ្វះខាតនៅលក្ខណៈបច្ចេកទេសការផ្ដល់បន្ទុកការវិនិច្ឆ័យឲ្យហើយក៏ពួកគាត់ក៏មិនរួចខ្លួនដែរបាទគឺរងការពិន័យឬក៏ពមៀនបាទហើយមួយទៀតបាទប្រសិនបើរកឃើញថាខាងមន្ត្រីសហព័ន្ធក៏ដូចជាខាងអាជ្ញាកណ្ដាលអង្គចៅក្រមណាដែលលេងលុយបាទលេងលុយហើយធ្វើឲ្យលទ្ធផលបែរទៅជាអញ្ចឹងបាទរហូតទៅដល់ការដកចេញតែម្ដងអាចថាដេញចេញពីមន្ត្រីអង្គចៅក្រមអាជ្ញាកណ្ដាលតែម្ដងបាទអញ្ចឹងនេះគឺជារឿងមួយដែលបាទអ្នកគ្រប់គ្រងគុណខ្មែរក៏ដូចជាអ្នកគ្រប់គ្រង Kickboxing កម្ពុជាយើងចង់បានបាទអញ្ចឹងបងប្អូនយល់យ៉ាងណាដែរនៅការវិនិច្ឆ័យបែបនេះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា